បាទសូមគោរពជំរាបសួរពុកម៉ែពុំមីងបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទមានវីដេអូមួយពាក់ព័ន្ធពីការកម្ចាត់ដួងលើដំណាំជើហូបផ្លែមិនថាដំណាំជើហូបផ្លែឬក៏ដំណាំគេមានដូចជាស្វាយខ្នុរអីចឹងណាបាទហើយដូចជារុក្ខជាតិលម្អតាមសួនចម្ប៉ាចម្បៃចឹងទៅបាទតាមពិតទៅបាទនៅក្នុងវីដេអូនេះដូចខ្ញុំបានបង្ហាញចឹងកន្លែងដែលខ្ញុំចង្អុលនេះគឺជាកន្លែងដែលដួងគាត់វាទៅបំផ្លាញនៅចុងក្រោយដោយសារតែមានអាចថ្មីបាទហើយនេះគឺជាការឆ្កឹះដួងបាទហើយការឆ្កឹះហ្នឹងគឺខ្ញុំធ្វើការឆ្កឹះកលឹងជុំវិញដើមទាំងអស់នៅពេលដែលមានស្នាមបំផ្លាញហើយការបំផ្លាញយើងស្រួលមើលទៅបើសិនជាមានចេញនៅចំណុចខ្មៅនៅជុំវិញទីតាំងបំផ្លាញនៅជុំវិញដើមយើងអាចធ្វើការផ្ទាត់បើសិនជាឬសូដូចសបកហ្នឹងវាធូរលងហ្នឹងគឺកន្លែងដែលដួងបំផ្លាញហើយបាទហើយការឆ្កឹះហ្នឹងគឺយើងត្រូវការឆ្កឹះកលឹងជុំវិញដើមទាំងអស់បាទហើយដើមនេះគឺទទួលរងការបំផ្លាញខ្លាំងពីដួងបាទហើយតាមពិតទៅខ្ញុំឃើញការបំផ្លាញហ្នឹងយូរប៉ុន្តែគាត់ថាខ្ញុំទុកដើម្បីធ្វើជាវីដេអូមួយសម្រាប់ការធ្វើបង្ហាញវិធីកម្ចាត់និងព្យាបាលបាទហើយការឆ្កឹះគឺយើងត្រូវការឆ្កឹះរហូតដល់កន្លែងជាយសបកបាទកែមសបកហ្នឹងដូចត្រាតែឃើញសាច់ខ្ចីអញ្ចឹងទើបយើងជប់ឆ្កឹះបាទហើយការឆ្កឹះទាំងអស់នេះទៀតសោតគឺយើងត្រូវការឆ្កឹះឲ្យសព្វដើម្បីត្រួតពិនិត្យរកមេបាទហើយនេះគឺជាមេដួងបាទហើយមូលហេតុដែលខ្ញុំធ្វើការឆ្កឹះទាំងអស់ហ្នឹងដោយសារតែធ្លាប់មានបទពិសោធន៍គឺនៅពេលដែលឆ្កឹះយកមេដួងចេញហើយខ្ញុំអត់បានឆែកមើលអស់បាទថាកន្លែងណាវានៅផ្លាញចិត្តហើយនៅពេលដែលយើងបាញ់ថ្នាំសម្លាប់និងបាញ់ថ្នាំព្យាបាលទៅគឺវានៅសល់អញ្ចឹងណាបាទចាំខ្ញុំសូមធ្វើវីដេអូនេះដើម្បីឲ្យថាបើសិនជាយើងស្វែងរកគឺស្វែងរកឲ្យអស់ហើយនេះគឺជាកូនមិញគឺមេឥឡូវគឺកូនបាទហើយដូចបានឃើញហើយមេគឺមានទំហំសឹងថាប៉ុនម្រាមដៃបាទហើយនេះគឺកូនតូចវាទៅបំផ្លាញបាទនេះគឺជាប្រភេទថ្នាំដែលខ្ញុំប្រើបាទនេះសារធាតុថ្នាំនៅការបាញ់សម្អាតនិងសម្លាប់ដួងបាទទៅលើពងទៅលើដួងពេញវ័យបាទហើយដែលមានសារធាតុថ្នាំផ្សេងទៀតដែលយើងអាចប្រើបានហើយនេះគឺជាសារធាតុថ្នាំថ្មីដែលខ្ញុំយកមកប្រើបាទវាជាប្រភេទថ្នាំជ្រាបបាទហើយចាំមើលនៅtrongវីដេអូខ្ញុំនឹងទៅសេពីសារធាតុផ្សេងទៀតបាទហើយជាប្រភេទថ្នាំជំងឺនិងផ្សិតតាមពិតទៅពីមុនខ្ញុំធ្លាប់ប្រើសារធាតុម៉ង់កូសេបមេតាឡាស៊ីលប៉ុន្តែឥឡូវខ្ញុំសាកប្រើសារធាតុនេះទៅលើផ្សិតនិងបាក់តេរីបាទវាថាពីមុខដែលយើងអាចប្រើបាទហើយការប្រើប្រាស់គឺខ្ញុំប្រើទឹកបាទ3លីត្រហើយខ្ញុំប្រើម្សៅនេះតែ2សភាឬក៏3សភាបាយសភាជាប់អបយើងហ្នឹងហើយនេះយើងប្រើមកចាប់អត់ធ្វើប្រើវាធ្ងន់តិចតែមកចាប់ឲ្យប្រើបានដល់ទឹក25លីត្រប៉ុន្តែដោយសារតែយើងចង់កញ្ចាត់ដួងហើយនឹងកូននឹងពងវាអស់ចឹងយើងប្រើរៀងចាស់តិចបាទបាទហើយសម្រាប់ការបាញ់យើងធ្វើការបាញ់ឲ្យសពបាទទាំងពីលើដល់ក្រោមបាទដើម្បីកម្ចាត់នៅកូនដួងឬក៏ពងដួងដែលយើងអត់ទាន់បានយកចេញអស់ធម្មតាវានៅតូចយើងអាចមកចេញអស់ប៉ុន្តែយើងអាចធ្វើការបាញ់កម្ចាត់បានដោយសារថ្នាំយើងជាប្រភេទថ្នាំជ្រាបបាទហើយការបាញ់យើងអាចបាញ់រយៈពេល7ថ្ងៃម្ដងបើសិនជាការផ្លាញវាធ្ងន់ធ្ងរហើយនេះគឺជាស្នាមដែលដួងផ្លាញការពីឆ្នាំមុនបាទនេះថ្មីទេប៉ុន្តែខាងគល់គឺផ្លាញឆ្នាំមុនបាទហើយនេះគឺជាចំណុចដែលដួងផ្លាញការពីឆ្នាំមុនដែរតែខ្ញុំថាគឺយកចេញអត់អស់ហ្នឹងបាទនេះកន្លែងនេះគឺកន្លែងមេផ្លាញបាទហើយទៅដល់ខាងក្រោមទៀតគឺជាកន្លែងកូនផ្លាញដែលខ្ញុំថាអត់បានឆ្កឹះឲ្យអស់អញ្ចឹងបានខ្ញុំធ្វើវីដេអូនេះឡើងដើម្បីជូនពូមីងពុកម៉ែបងប្អូនអរគ្នាបាទធ្វើការត្រួតពិនិត្យនិងឆ្កឹះយកចេញអស់មុនដែលយើងធ្វើការកម្ចាត់បាទនេះស្នាដែលនៅខាងក្រោមហ្នឹងតែខ្ញុំថាយកចេញអត់អស់បាទ
คือจีระบุการพิจารณามุนบ้านให้มวยนิเทียก็จีขลายเนี่ยดวงพลายเนี่ยโกและบ้านจังคือในเวยืงถูกการบันทนามนังเชียบาหาคือดอกสัตว์มาบนยบ้านให้นี่คือจีสาธิตทนามมวยจำนวนในยมมันดะมีช่างจัดสัตว์อัดนังทนามเชียบาจังเงือบานสมออกคนสำหรับการตามด้านนังตัวสนาสมช่วยจุดไลค์และ subscribe เนี่ยมวยของบาสมออกคน